ហើយដល់សានវែងឆ្ងាយមកដល់ស៊ីដនីអញ្ចឹងថ្ងៃនេះយើងខ្ញុំនឹងនាំបងមកមើលអំពីសន្តាគារដែលមានបានសម្រាប់គឺឈ្មោះ Shangri-La Hotel នៅក្នុងទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីអញ្ចឹងនេះគឺជាការ review ទាំងស្រុងនៃបន្ទប់គេងដែលយើងនឹងបានមើលដំបូងគេនេះគឺតាក់ទងទៅនឹងទ្វារចូលបន្ទាប់មកយើងមើលនៅក្នុងនេះគឺជាបន្ទប់ទឹកយើងមានម៉ាសាំងទឹកយើងមានកន្លែងទឹកហើយយើងចូលមកបន្តទៀតគឺយើងមានបន្ទប់គេងហើយបន្ទប់គេងនេះគឺធំមែនទែនបងប្អូនគឺក្រែគេងយើងមានកញ្ចក់យើងមានកន្លែងឆុងកាហ្វេយើងមានទូរទស្សន៍ screen ដែលបានបញ្ជាក់អំពីឈ្មោះយើងដែលមានឈ្មោះថា Welcome Lee ដែលថាតែគាត់យកតាម passport គឺ first name បាទហើយគេបញ្ជាក់អំពីថ្ងៃខែដែលយើងចូលសម្រាប់តោះមកយើងមានយើងមានការ review ចេញពីប្រវត្តិសម្រាប់ទៅមើលទីក្រុងស៊ីដនីទាំងអស់តែម្ដងអញ្ចឹងសន្តាគារនេះអាចនិយាយបានថាជាសន្តាគារផ្កាយ5ដែលមានសាខាជាច្រើននៅក្នុងប្រទេសមួយចំនួនដូចជាប្រទេសសិង្ហបុរីរុស្ស៊ីម៉ាឡេហើយនិងចិនជាដើមអញ្ចឹងចង់ដឹងថាតើបន្ទប់នឹងស្អាតមិនអីមិនបងប្អូនយើងសូមទស្សនាបន្តទៀតហើយ admin នឹងបង្ហាញអំពីគេមានកាហ្វេគេណាបាទកាហ្វេគេគឺនៅស្រុកខ្មែរយើងហៅ espresso ប៉ុន្តែនៅនេះយើងហៅ Nespresso ដែលគេមានស្រាប់សម្រាប់ការឆុងនៅក្នុងប្រដាប់ឆុងកាហ្វេគេប៉ុន្តែដោយសារតែយើងអត់សូវប្រកែកដែរយើងអត់បានឆុងជូនទេហើយនៅនេះយើងមានទាំង mini bar យើងមានកៅទឹកបាទយើងមានកំប៉ុងមីមាន snack មានស្ព្រីបានចានហើយនៅក្នុងទូទឹកកកមានទាំងប៊ីយ៉ាបាទច្រើនមែនទែនគឺជាកន្លែងដែលយើងអាចរៀបរាប់ថាជាកន្លែង the best សម្រាប់ admin ហើយនេះគឺជាប្រដាប់ចុងកាហ្វេអញ្ចឹងនេះគឺជាកាហ្វេដែលគេឲ្យយើងមើលយើងមានពាក្យថា Nespresso អញ្ចឹងតែដូចបងខ្ញុំបានបង្ហាញជូនអញ្ចឹងអូខេអញ្ចឹងនឹងមើលបន្តទៀតតកតងទៅនឹងកន្លែងឆុងកាហ្វេដែលយើងនឹងបង្ហាញជូននេះពេលបន្តិចទៀតដែរនេះគឺជាសន្តាគារផ្នែកខាងក្រៅបងប្អូនខាងក្រៅទេដែលយើងចុះមកដើម្បីយើងនឹងទៅជាន់ក្រោមអញ្ចឹងណាតែក្នុងបរិយាកាសនៃសន្តាគារទាំងស្រុងតែម្ដងមកត្រឡប់មកក្នុងបន្ទប់វិញបន្តិចទៀតដែលយើងបង្ហាញជូនអំពី Nespresso ឥឡូវហើយបាទអូខេ That the best memory in Sydney ជាមួយនឹងសន្តាគារផ្កាយ5ដែលមានឈ្មោះថា Shangri-La Hotel ទីក្រុង Sydney នេះគឺមានឡានសម្រាប់ឡានក្រុងណាអញ្ចឹងឡានហ្នឹងគឺឡានក្រុងដាក់បាត់គេទៅឡានក្រុងមកនេះចឹងស្រុកហ្នឹងគឺមានឡានគេសម្រាប់តែឡានក្រុងទេអាចមានឡានផ្សេងបានហើយបងប្អូនមកមើលកាហ្វេគេតិចភាសាកាហ្វេហ្នឹងគឺនេះគេមានកាហ្វេគេបាទ enjoy complimentary ណែមានអីគេណា Nespresso coffee នេះបាទមាន4មុខនេះអញ្ចឹងហើយពេលនេះយើងឆុងយើងបើកនេះមកខ្ញុំដាក់ដោយសារខ្ញុំអត់ចេះផឹកកាហ្វេខ្ញុំចូលផឹកណាចូលចូលហើយពេលទៅហើយវាចុចតាមនេះគេមានលេខ1លេខ2លេខ3គេណា
bridge in the harbour is the coathanger of the Iron Lung. That's the harbour bridge. Provided to the people of Sydney, keeping them employed during the Great Depression. Hello. We are arrived Sydney.